ថាហានុមានគឺជាមនុស្សអង្គអាចមានរូបរាងកាយមាំមួនព្រះសិវៈក៏មានគំនិតគិតឃើញថាមនុស្សនេះអាចធ្វើជាដៃគូចម្បាំងជាមួយនឹងព្រះរាមបានព្រះពីរបានយកអាវុធទាំង3មុខបញ្ជូនតាមខ្យល់ឲ្យចូលទៅក្នុងមាត់របស់នាងស្វាហៈក្រោយពីអាវុធទាំង3មុខនោះបានចូលទៅដល់ក្នុងពោះរបស់នាងស្វាហៈក៏ចាប់ផ្ដើមពពោះពេលវេលាចេះតែដើរទៅមុខចំណែកឯពោះរបស់នាងស្វាហៈក៏កាន់តែធំលុះដល់ថ្ងៃមួយពេលល្ងាចចូលមកដល់ជាវេលាដែលហនុមានត្រូវកើតចេញមកហនុមានបានកើតចេញមកតាមមាត់របស់នាងស្វាហៈហើយក៏ហោះចូលទៅក្នុងអាកាសដែលមានពន្លឺចែងចាំងពេញផ្ទៃមេឃហើយក៏បានសម្ដែងរិទ្ធបែងភាគមានក្បាល3និងដៃ10ព្រមទាំងមានរោមពេជ្រនិងចង្កូមកែវដ៏ស្រស់ស្អាតគ្រាន់តែហាមាត់ស្ងាបក៏ចេញពន្លឺមាសនិងពន្លឺពេជ្រជាច្រើនអណ្ដែតនៅលើអាកាសដូចនៅក្នុងឈុតមួយពេលដែលហនុមានជួយសាងសង់ស្ពានដើម្បីឲ្យព្រះរាមឆ្លងសមុទ្រគេក៏បានចុះទៅក្នុងទឹកហ្នឹងបានជួបជាមួយនឹងនាងមច្ឆាហើយពេលដែលជួបនាងមច្ឆាហ្នឹងគឺគេធ្វើជាស្ងាបចេញផ្កាមាសផ្កាពេជ្រស្រស់ស្អាតនៅក្នុងសមុទ្រហ្នឹងហើយនាងមច្ឆានោះចាប់អារម្មណ៍ចាប់ផ្ដើមមានចិត្តប្រតិព័ទ្ធជាមួយនឹងហនុមានហ្នឹងហើយគេក៏មានស្នេហាជាមួយគ្នានៅក្នុងសមុទ្រហ្នឹងទៅអានេះសម្រាប់នៅភាគក្រោយទៀតទេអញ្ចឹងយើងចាំដល់ភាគក្រោយចាំយើងចូលដល់ចំណុចហ្នឹងឥឡូវយើងតចូលមកដល់វគ្គរបស់យើងវិញថានៅថ្ងៃអនាគតបើសិនជាមាននរណាម្នាក់មើលឃើញរោមពេជ្រនិងចង្កូមកែវរបស់កូនម្នាក់ហ្នឹងគឺជាព្រះនារីអវតារមកចាប់ជាតិអញ្ចឹងកូនត្រូវបម្រើគាត់ឲ្យអស់ពីសមត្ថភាពរបស់កូននៅពេលដែលនិយាយចប់ហនុមានក៏បានហោះចេញទៅធ្វើដំណើរផ្សងព្រេងចំណែកឯនាងស្វាហៈហ្នឹងក៏រួចពីបណ្ដាសាដែលម្ដាយខ្លួនបានដាក់បណ្ដាសាទាន់តែកើតបានកូនស្វាមួយទើបអាចរួចពីបណ្ដាសាហ្នឹងអញ្ចឹងនាងស្វាហៈក៏រួចពីបណ្ដាសាចាប់ពីពេលហ្នឹងទៅហើយហនុមានក៏ចេះតែហោះទៅស្រាប់តែឃើញចំការផ្លែឈើមួយហើយចំការនោះគឺមានផ្លែឈើគ្រប់មុខហើយផ្លែឈើទាំងអស់នោះគឺមានពណ៌មាសមើលទៅស្រស់ស្អាតគួរជាទីចាប់អារម្មណ៍អញ្ចឹងហនុមានក៏គីចុះទៅដើម្បីបេះផ្លែឈើនឹងយកមកភ្លក់ក្រោយពីភ្លក់ហើយហ្នឹងគេសាកនៅវិជាសិលរបស់គេដែលគេមានហ្នឹងកាច់វាយបំបាក់មែកឈើដកដើមឈើកំទេចចំការផ្លែឈើហ្នឹងគឺគេកំទេចចោលហ្មងដោយគេស្រែកយើងអស់ចាណាស់យើងខ្លាំងណាស់ក៏កំទេចចំការហ្នឹងទៅហើយហនុមានមិនដឹងទេថាម្ចាស់ចំការហ្នឹងគឺជានរណាហនុមានបានសប្បាយជាមួយនឹងការប្រយុទ្ធសិលរបស់ខ្លួនហ្នឹងដើម្បីបំផ្លាញដើមឈើនៅក្នុងចំការនោះអស់ដោយមិនដឹងថាចំការនោះគឺជារបស់អ្នកណាទេហើយម្ចាស់ចំការនោះគឺជាប្រពន្ធរបស់ព្រះសិវៈគឺព្រះម៉ែឧមាវតីព្រះម៉ែពេលបានលឺហនុមានស្រែកអ៊ុតក្អេងក្អាងពីយុទ្ធសិលរបស់ខ្លួនថាយើងខ្លាំងណាស់ហើយបានបំផ្លាញចំការរបស់ខ្លួននោះព្រះម៉ែក៏គាត់ខឹងជាខ្លាំងហើយក៏បានជេរទៅហនុមានថាមកអាស្វាចង្រៃអ៊ុតក្អេងក្អាងណាស់ហែងមករញ៉េរញ៉ៃបំផ្លាញចំការអញខ្ទេចខ្ទីអស់អញដាក់បណ្ដាសាឯងឲ្យយុទ្ធសិលឯងបាត់បង់អស់ពាក់កណ្ដាលមកអាស្វាចង្រៃពេលដែលហនុមានដឹងថាព្រះម៉ែគឺជាប្រពន្ធរបស់ព្រះសិវៈភ័យខ្លួនចាប់ដើមភ័យខ្លួនខ្លាំងហើយក៏បញ្ញាប់សុំទោសព្រះម៉ែថាខ្ញុំល្ងងណាស់ខ្ញុំមិនដឹងទេថានេះជាចំការរបស់ព្រះម៉ែសូមព្រះម៉ែកុំប្រកាន់ប្រសិនបើខ្ញុំដឹងថានេះជាចំការរបស់ព្រះម៉ែក៏ខ្ញុំមិនហ៊ានដែរបញ្ជោចុះបញ្ជោឡើងព្រះម៉ែក៏ជប់ខឹងហើយព្រះម៉ែគាត់បាននិយាយថាពាក្យសម្ដីដែលយើងនិយាយចេញទៅហើយគឺមិនអាចដកវិញបានទេពាក្យបណ្ដាសាដែលយើងបានដាក់ឲ្យឯងអំបញ្ញមិញនេះក៏យើងមិនអាចដកវិញបានដែរក៏ប៉ុន្តែយើងអាចឲ្យពរឯងបានណែអាស្វាចូលស្ដាប់ត្រាប់ណាព្រះនរាយាងចេញពីមហាសមុទ្រហើយអវតារមកកើតជាព្រះរាមដើម្បីកម្ចាត់យក្សពេលនោះហើយព្រះរាមបានយកដៃអង្អែលក្បាលរបស់ឯងតាំងពីក្បាលរហូតមកដល់កន្ទុយនោះកម្លាំងរបស់ឯងនឹងត្រឡប់មកដូចដើមវិញហនុមានបានឮដូច្នេះនោះក៏អរគុណព្រះម៉ែតែពេលហ្នឹងហនុមាន
អរគុណទាំងការសោកស្ដាយព្រោះបាត់យុទ្ធសាស្ត្ររបស់ខ្លួននោះអស់ពាក់កណ្ដាលបាត់ហើយហនុមាននោះក៏បានហោះចេញពីកន្លែងប្រម៉ែហ្នឹងចូលទៅក្នុងលអាងមួយនៅក្នុងព្រៃហមពៀនដល់ថ្ងៃមួយហ្នឹងព្រះពីនឹងកូនក៏បានមកលេងជាមួយនឹងកូននៅក្នុងលអាងហើយបាននាំកូនទៅជួបជាមួយនឹងព្រះសិវៈព្រោះកាលនោះព្រះសិវៈបានប្រគល់អាវុធ3យ៉ាងឲ្យទៅព្រះពាយដើម្បីឲ្យបង្កើតទៅបានជាហនុមានដល់តែពេលហនុមានបានប្រសូតចេញមកហើយក៏មានរូបរាងកាយធំមានកម្លាំងមាំមួនហើយក៏បាននាំហនុមានហ្នឹងដែលកើតចេញពីអាវុធហ្នឹងទៅជួបជាមួយនឹងព្រះសិវៈនៅពេលដែលទៅដល់ព្រះសិវៈបានឃើញហនុមាននោះព្រះសិវៈមានការពេញចិត្តជាខ្លាំងចំពោះហនុមានឃើញថាហនុមានគឺជាមនុស្សអង្អាចមានរូបរាងកាយមាំមួនព្រះសិវៈក៏មានគំនិតគិតឃើញថាមនុស្សនេះអាចធ្វើជាដៃគូចម្បាំងជាមួយនឹងព្រះរាមបានក៏បង្ហាត់បង្រៀនយុទ្ធសិលបន្ថែមទៀតបង្រៀនពីមុនការបង្រៀនពីរបៀបនៃការរស់នៅឲ្យមានជីវិតអមតៈបង្រៀនគ្រប់សពគ្រប់ក្បាច់គ្រប់បែបគ្រប់យ៉ាងអស់ព្រះសិវៈនឹងក៏បានឲ្យពរហនុមានបន្ថែមទៀតថាសូមឲ្យហនុមានមានជីវិតអមតៈគ្មានអ្វីអាចសម្លាប់ហនុមានបានទេប្រសិនបើមាននរណាម្នាក់អាចសម្លាប់ហនុមានបានសូមឲ្យនៅពេលដែលមានខ្យល់បក់មកប៉ះកាយសូមឲ្យហនុមានរស់ឡើងវិញអញ្ចឹងមានថាប្រសិនបើហនុមានស្លាប់នៅទីណាក៏ដោយឲ្យតែមានខ្យល់បក់មកប៉ះកាយរបស់ហនុមាននោះគឺត្រូវតែរស់វិញអញ្ចឹងហ្មងហើយចាប់តាំងពីពេលនោះមកគឺហនុមានបានរស់នៅជាមួយនឹងព្រះសិវៈរហូតដល់ថ្ងៃមួយព្រះសិវៈឃើញហនុមាននៅតែឯងអបសុកអត់មានគ្នាលេងក៏ជប់ស្វាមួយទៀតហើយបានដាក់ឈ្មោះឲ្យស្វានោះថាជំពូពីណូហើយក៏បានហៅស្វាទាំងពីរអ្នកបងប្អូននោះដែលជាកូនរបស់ព្រះអាទិត្យនិងព្រះឥន្ទឲ្យមកជួបឈ្មោះថាពីលីនិងស្គ្រីបព្រោះថាអ្នកទាំងពីរហ្នឹងគឺត្រូវជាពូរបស់ហនុមានអ្នកទាំងពីរហ្នឹងត្រូវជាប្អូនរបស់នាងស្វាហៈហើយនាងស្វាហៈហ្នឹងជាម្ដាយរបស់ហនុមានអញ្ចឹងរវាងស្វាទាំងពីរហ្នឹងជាមួយនឹងហនុមានគឺត្រូវជាពូនឹងក្មួយគ្នាហើយព្រះសិវៈហ្នឹងក៏ឲ្យស្វាទាំងពីរដែលត្រូវជាពូហ្នឹងនាំហនុមានទៅនៅនគរជាមួយផងហើយឲ្យចម្ពូពានណូហ្នឹងទៅនៅជាមួយដែរហើយចម្ពូពានណូហ្នឹងគឺជាអ្នកផ្សំថ្នាំផ្សំឱសថព្រោះថាព្រះសិវៈបង្កើតចម្ពូពានណូនេះគឺដើម្បីឲ្យមានជំនាញក្នុងការផ្សំឱសថដើម្បីជួយទៅដល់ទ័ពរបស់ព្រះរាមពេលដែលព្រះរាមធ្វើចម្បាំងជាមួយនឹងទុសកាន់ហើយអ្នកទាំង4ហ្នឹងក៏បានរស់នៅជាមួយគ្នានៅក្នុងនគរហ្នឹងតាំងពីពេលហ្នឹងមកទាំងអស់នេះគឺជាដើមកំណើតរបស់ហនុមាននៅសាច់រឿងជាច្រើនទៀតបន្តគ្នាទៀតយើងចូលទៅដល់វគ្គទុសកាន់តើកំណើតរបស់ទុសកាន់នឹងកើតមកពីណា